Hello ក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តព្រីភ្លើទាំងអស់បាទថ្ងៃនេះខ្ញុំចេញមកឆ្លើយសំណួរទៅកាន់ប្រូម្នាក់អញ្ចឹងណាគាត់សួរខ្ញុំថាខ្ញុំកូនធីមបង Suzuki Kagura មែនហើយអារឿងហ្នឹងគឺខ្ញុំមិនហ៊ានសម័យទេថាគាត់គឺជា idol របស់ខ្ញុំអញ្ចឹងហើយខ្ញុំមិនហ៊ានសម័យថាអាចចូលធីមក៏បានទេក៏ប៉ុន្តែដោយសារតែការស្រឡាញ់និងការចូលចិត្តអញ្ចឹងហើយយើងក៏បានដូរឈ្មោះដូរឈ្មោះដូចតកូលនិយាយអញ្ចឹងមកហើយពីដំបូងគាត់ផុសថាបង្កើតធីមនៅក្នុង TikTok បូកឡូកន្លុកទីក្រុងអញ្ចឹងដល់ពេលហើយខ្ញុំក៏បានចូលរួមគេដែរប៉ុន្តែពេលខ្ញុំចូលដំបូងខ្ញុំតាំងតែរូបទេក៏ប៉ុន្តែយូរទៅមានអារម្មណ៍ថាជាតិជាងមុនពេលជាតិជាងមុនអញ្ចឹងជាតិជាងមុនអញ្ចឹងហើយយើងក៏ដូរទាំងឈ្មោះក្នុង TikTok ដូរទាំងឈ្មោះក្នុងហ្គេមប៉ុន្តែខ្ញុំមិនមែននៅក្នុងធីមគាត់ទេអញ្ចឹងហើយអ្នកនរគ្នាមិនបាច់ចូលច្រឡំទេដោយសារតែយើងមិនហ៊ានសម័យទេដោយសារណាមួយយើងអត់ល្បីហើយទឹកដៃវិញបាញ់និយាយដូចកថាអាចចឹងហើយខ្ញុំហ៊ានសម័យតែបានចូលធីមគាត់ទេតែបើបានចូលក៏អត់ដែរតែ